ចឹងនេះគឺជារបៀប set up ទូរស័ព្ទ Redmi Double 4 Pro ចឹងមកចូលមកចឹងយើងសូមបញ្ជាក់កុំទាន់អាល connect Wi-Fi ហើយកុំទាន់អាល dot SIM ចូលយើង set up វាសិនចាំប្រើ dot Wi-Fi ឬក៏ SIM ចឹងហើយយើងចុចយក English មកចុចពាក្យ next skip next តោះមកយើងបងចុចតាមខ្ញុំទៅហើយមកយើងចុចបន្តទៀតហើយតោះមកចុច skip ទៅមុខទៀតហើយយើង skip ទៀតហើយយើងឡើងនេះយើងគ្រីសវាមកមួយនេះគ្រីសមកយើងទៅមុខទៀតបានហើយមកចុចទៅមុខទៀតចឹងទៅប៉ុណ្្នឹងគឺ set up ហើយចឹងជាបន្ទាប់គឺ download Play Store ចឹងយើង download តាមណាបន្ទាប់មកដំបូងគឺបងចូលទៅកន្លែង Wi-Fi យើងបើក Wi-Fi មកហើយយើង Wi-Fi ចូលទៅបងឬក៏ dot SIM ក៏បានដែរអញ្ចឹងខ្ញុំដាក់ Wi-Fi ចូលអញ្ចឹងឥឡូវបន្ទាប់ពី connect Wi-Fi បានហើយយើងចូលមកកាន់កន្លែង get app នេះបងនេះបងហ្នឹងចុចកន្លែងហ្នឹងមកវាឲ្យយើង agree អញ្ចឹងយើងចុច agree ទៅអូខេអញ្ចឹងបងចុចពេលវា load អញ្ចឹងមកកុំទាន់អាលធ្វើអីយើងចុច skip ចោលនេះចុច skip ទៅហើយយើង enter home page ហើយកន្លែងនេះយើងចុច search ហើយវា load ចេះបងមិនទាន់អូខេចុច cancel មកហើយយើងចុចកន្លែងនេះកន្លែង tray 6 ហ្នឹងចុចកន្លែងហ្នឹងយើងរើសយក keyboard English នេះ EN នេះបងអញ្ចឹងយើងចុចទៅវាចេញ keyboard បែបនេះដែលយើងស្រួលចុចយើង search Play Store មកហើយយើងចុច search អញ្ចឹងវាចេញ Play Store នេះហើយអញ្ចឹងយើងចុចពី app ទៀតទៅហើយរងចាំឲ្យវា download ពេញគឺយើងអាចចូលទៅប្រើបានហើយអញ្ចឹងឥឡូវនេះគឺវា download ពេញហើយអញ្ចឹងយើងគ្រាន់តែ open មកចុចពាក្យសាញអញ្ចឹងគឺយើងអាចប្រើប្រាស់ Play Store បានហើយបង